តាមពិតបថងថាវាយ1ទល់នឹង3ហើយយើងថាអូខ្មែរយើងប៉ាកែមានតាស្អីទៅគឺថៃនឹងចាប់រហូតគឺថារតាសោកមកមិនបានណាគឺយើងឃើញគេនឹងខ្សោយគឺយើងនាំគ្នាតាមពិតកុំនៅពេលដែលយើងឃើញគេខ្សោយប៉ុន្តែគេខ្សោយដោយសារអីគេវាយយើង1ទល់3បងប្អូនបើគិតកម្លាំងគេគឺគេខ្លាំងទៅវិញទេមួយត្រូវវាយជាមួយយោធាថៃដែលមិនត្រូវគ្នាផ្ទៃក្នុងថៃអានោះដៃផ្ទៃក្នុងថៃមានពួកប្រឆាំងពួកអីមកកណោក៏ដឹកអាហ្នឹងថៃសម្រាប់វាយជាមួយនឹងទី2គឺវាយជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជាគឺលោកហ៊ុនសែនដែលចាក់គេរហូតដោយសារអីនៅពេលដែលមានរឿងគេចិត្តបាតកម្មនេះហ្នឹងគឺគាត់ប្រើពេល5ម៉ោងដើម្បីធ្វើឲ្យអ្វីដែលចង់និយាយថាមនុស្សដែលកំពុងលងទឹកហ្នឹងហើយគឺជន់ឲ្យលិចឲ្យដាក់ដុំថ្ម2ដុំទៅទៀតណាមិន2ដុំឯង5ដុំព្រោះ5ម៉ោងឯណោះយើងថា1ម៉ោង1ដុំចុះឲ្យលិចទៅដល់បាតដីដើម្បីឲ្យប្រកាសថាដឹងតែស្លាប់ហ៎ហើយចឹងខាងគាត់ទប់ជាមួយនឹងលោកហ៊ុនសែនផងគាត់ទប់ជាមួយនឹងលោកហ៊ុនម៉ាណែតហើយតែម្នាក់ឯងគាត់គឺប្រៃថងឋានតែម្នាក់ឯងគាត់ដែលយើងមើលទៅតែយើងគិតមើលថាអ្នកណាបកកាយជាងអ្នកណាបងប្អូនជាការបកកាយជាយុទ្ធសាស្ត្ររបស់យើងធ្វើឲ្យថៃនេះកំពុងតែបាក់បបខ្លោបខ្លាចមែនហើយក៏ប៉ុន្តែបើយើងមើលកម្លាំងនៅក្នុងការវាយគ្នាវិញគឺយើង1ទល់នឹង3បងប្អូននៅពេលដែលមាន1ទល់នឹង3បែបនេះតើអ្នកណាបកកាយជាងអ្នកណាយើងគឺសមានចិត្តរបស់សហគមន៍អន្តរជាតិគេមើលទៅអ្នកស្រីប្រថងឋានឯណោះថាជាក្មេងស្រីអាយុ38ឆ្នាំម្នាក់ឯងសោះគឺចាប់ផ្ដើមវាយតទល់ជាមួយនឹងអ្នកដែលមានបទពិសោធន៍ចាស់ភាសាដោយលោកហ៊ុនសែនផងហើយជាមួយលោកហ៊ុនម៉ាណែតក្មេងៗជំនាន់គ្នាផងជាមួយនឹងយោធារបស់ថៃផងជាមួយក្រុមប្រឆាំងនៅថៃផងអីចឹងទៅហើយនៅពេលដែលលោកហ៊ុនសែនកំពុងតែចាក់គាត់4-10កបិតទៀតថ្ងៃដែលធ្វើសារមួយដែលហួសពីបែកធ្លាយហើយមកនិយាយពី Thaksin នឹងធ្វើពុតជាឈឺទេហើយស្អីមកកណោក៏ដឹកទៀតដែលនិយាយរំលើកអំពីបញ្ហារឿងធ្វើប៉ាសពតឲ្យយិងឡាក់ស៊ីនវ៉ាត់រឿងច្រើនរឿងទៀតដែលធ្វើឲ្យគេឈ្មោះក្រុមគ្រួសារតកូល Thaksin ហ្នឹងក៏កាន់តែដាប់ទៅធ្វើឲ្យពួកខាងប្រឆាំងហ្នឹងនៅតែមានដងដាវដើម្បីរំលាយរដ្ឋាភិបាលឲ្យបានអញ្ចឹងណាភ័យថងឋានណានៅលើ Telegram ប្រព័ន្ធ social media របស់គាត់បងប្អូនមានដឹងគាត់ធ្វើអីទេនៅពេលដែលលោកហ៊ុនសែនកំពុងតែសម្រុក5ម៉ោងដើម្បីវាយស្រោចអាហ្នឹងដូចជាកញ្ជ្រួចវងអញ្ចឹងបងប្អូនបាញ់មីស៊ីលដាក់ទៅគាត់ប្រហោះរូបដូនជីហើយនឹងសារយ៉ាងខ្លីប្រើពាក្យថាអហោសកម្មខ្ញុំស្ដាប់ខ្ញុំពេលខ្លះខ្ញុំថាពាក្យពេចន៍របស់គាត់ការជ្រើសរើសរបស់គាត់បែបជាក្មេងប៉ុន្តែមិនតបតអីទាំងអស់ចង់ថាសារហ្នឹងគឺថាជន់មេឃក៏ដោយកំពុងតែគាត់ដួលនៅដីឲ្យចាក់ឯង4-10កបិតអីទៀតក៏ដោយគឺគាត់បានបាយមកវិញញញឹមហើយសាពះដែលផ្ញើសារមួយមកវិញថាពេលដែលមនុស្សមានទុក្ខឬក៏មានបញ្ហាអីក៏ដោយគឺយើងចេះមានធម៌មេត្តាអហោសកម្មឬក៏ជួយដូចថាមានចិត្តសង្គ្រោះអីចឹងទៅចេះអត់ឱនចេះអនុគ្រោះអញ្ចឹងសារនេះបើតើថាមិនចង់និយាយប៉ះពាល់ដល់លោកហ៊ុនសែនទេមិនមើលទៅព្រោះអត់បាននិយាយអីសោះតាក់ទងនឹងរឿងតទៅនឹងខាងភាគីកម្ពុជាហើយនឹងខាងភាគីថៃនឹងក៏គាត់មានរឿងមកកណោក៏ដឹកអត់ដឹងថាសារនឹងអាចនឹងវាយប្រហារឬក៏ផ្ញើចំពោះជនជាតិថៃដែលប្រឆាំងគាត់នៅថៃឬក៏យ៉ាងម៉េចក៏ប៉ុន្តែវាគប់ជួនមែនតើបងប្អូននៅពេលដែលលោកហ៊ុនសែនកំពុងតែថ្លែងសារ5ម៉ោងដើម្បីវាយប្រហារដល់រដ្ឋបាលស៊ីនវ៉ាត់ហ្នឹងគឺគាត់បានបង្ហើរសារបៀបខន្តីធម៌មេត្តាអហោសិកម្មលក្ខនឹងលក្ខសង្គ្រោះអត់ឱនគ្នាអីចឹងទៅគឺឲ្យយើងសន្តោសប្រោសប្រណីមេត្តាហេតុអីបានជាក្មេងស្រីម្នាក់អាយុ38ឆ្នាំចាប់ផ្ដើមដូចថាជាចៅអធិការវត្តដែលចាស់ភាសាហើយចាប់ផ្ដើមអប់រំផ្លូវចិត្តដល់មនុស្សផងទាំងពួងដើម្បីឲ្យយកផ្លូវធម៌និងការអនុគ្រោះយកមកដាក់ក្នុងខ្លួនណាបងប្អូនជាឆាកអន្តរជាតិណាវិធីដ៏ត្រជាក់របស់ភ័យថងឋាននេះណាគឺជាការត្រជាក់របៀបធ្វើឲ្យអន្តរជាតិគេយល់ថាម្នាក់ស្រីនេះនៅក្មេងមែនប៉ុន្តែចិត្តចាស់ទុំប៉ុន្តែបើមើលយើងចាស់ទុំវិញគឺចរិតក្មេងវិញនៅខាងកម្ពុជាវិញណាគឺបងប្អូនទៅមើលសារព័ត៌មានគេចោះបងប្អូនកុំធ្វើកង្កែបនៅក្នុងដងយើងនឹងលងលក់នៅក្នុងសុបិនហ្នឹងហើយនាំគ្នាសរសើរមេដឹកនាំយើងសរសើរចោះខ្ញុំមិនទៅខាត់អីទេសរសើរចោះយើងត្រូវការកម្លាំងជួយគ្នាគ្មានអត់មានតោមនិញអីបន្តិចសោះក៏ប៉ុន្តែកុំសម្លាប់គ្នាឯងសរសើរឲ្យស្លាប់រកវិធីជួយដាស់តឿនគ្នាផងគឺយើងធ្វើនឹងវាជ្រុលពេកយើងចង់បានអីពីគេមកវិញយើងចង់បានឲ្យថៃលលាយឆាប់ជាការពិតហើយប៉ុន្តែរឿងដែលកំពុងដោះស្រាយសប្តាហ៍ថ្ងៃគឺរឿងព្រំដែនជាមួយតាហ៊ានទេដែលប្រព្រឹត្តប្រទេសផ្ដាស់បើសិនជាចង់ឲ្យរដ្ឋាភិបាលថៃនឹងចាប់ផ្ដើមមានរដ្ឋាភិបាលថ្មីបោះឆ្នោតឬក៏នាយករដ្ឋមន្ត្រីថ្មីក៏យើងអត់ធ្វើវិធីនឹងដែរព្រោះរដ្ឋាភិបាលថៃជាស្វ័យប្រវត្តិនឹងត្រូវមានការរុះរើឬក៏មានបដិវត្តឬក៏មានរដ្ឋប្រហារអីជាជាមិនខានតានីបងប្អូនចាំតែមើលទៅហើយអត់ចាំបាច់
កម្ពុជាជួយរុញទេព្រោះរបបនយោបាយថៃនឹងវាមិនមែនតែលើកនឹងយើងទាយត្រូវទេបងប្អូនគឺវាច្រើនលើកច្រើនគ្រាតែអញ្ចឹងឯងហើយនៅពេលដែលកម្ពុជាចាប់ផ្ដើមចាក់ថែមទៀតច្រើនទូកបដ ாய் ទឹកទូកវាវិលទៅទៅហើយនឹងទូកវាចុះទៅតាមទឹកហូរទៅបាត់ទៅហើយមិនចាំបាច់យើងទៅរុញទូកនឹងទៀតនាំឲ្យគេឃើញថាយើងនឹងនាំគ្នាចូលជួយដែលថាធ្វើឲ្យបញ្ហានឹងកាន់តែក្តៅហើយស្អប់គ្នាទៀតណាព្រោះអីប្រជាពលរដ្ឋថៃចាប់ផ្ដើមស្អប់ខ្មែរយើងណាបងប្អូនដោយសារអីពួកអាវក្រហមដែលគ្រប់គ្រងយើងលាក់ហ្នឹងគឺគេមួម៉ៅនឹងរឿងយើងហ្នឹងមកហើយគឺគេស្អប់រឿងអ្វីដែលលោកហ៊ុនសែនធ្វើទៅគេហ្នឹងអញ្ចឹងទៅវាធ្វើឲ្យមានការស្អប់ជាតិសាសន៍បងប្អូនឥឡូវហ្នឹងគឺយើងខ្ញុំបានអង្វរបងប្អូនឲ្យថាគុំបង្កើតឲ្យមានអារីភាពការស្អប់ជាតិសាសន៍ឲ្យសោះអ្នកនយោបាយក៏ក្រិចស្មោកគ្រោកយ៉ាងណាគឺជារឿងអ្នកនយោបាយបងប្អូនជាប្រជាពលរដ្ឋទាំងខ្មែរទាំងថៃរាប់អានគ្នាដូចប្រក្រតីទៅចោះព្រោះរឿងនយោបាយឲ្យគេដោះស្រាយរឿងចំនួនព្រំដែនគឺជារឿងនយោបាយ 100% អត់មានរឿងបច្ចេកទេសទេបងប្អូនហើយអ្នកនយោបាយគឺអញ្ចឹងហើយខ្ញុំថារឿងនយោបាយហ្នឹងហេតុអីបានជាលោកហ៊ុនសែនត្រូវការលេចធ្លាយខ្សែអាត់សម្លេងរបស់បៃថងថាហេតុអីបានត្រូវថ្លែងសារ5ម៉ោងទៀតដើម្បីឲ្យចង់និយាយថាផ្ទះដែលឆេះទៅហើយហ្នឹងគឺយើងមិនបានទៅនេះគឺយើងទៅជួយចាក់សាំងថែមឲ្យឆេះឲ្យឆាប់អីចឹងទៀតទៅហេតុអីចាំបាច់ចឹងទៅអីចឹងយ៉ាងចេះព្រោះវានឹងឆេះទៅអស់ហើយយើងបើសិនតែយើងឈរមើលបើមិនធ្វើអីសោះក៏គេថាយើងអត់មានសុជីវធម៌សិលធម៌អីដែរព្រោះយើងជាមនុស្សយើងចេះជួយគ្នាប៉ុន្តែដល់ពេលយើងទៅដិតថែមទៀតគេមើលមកយើងគេថាយើងអាក្រក់ណាស់បងប្អូនខ្មែរយើងមិនចោទថ្នាក់ដឹកនាំយើងថាអាក្រក់ទេដោយសារយើងស្រឡាញ់ពេកហើយអ្នកខ្លះហ្នឹងស្រឡាញ់ដោយសារភាពអកតេទេបងប្អូនហើយខ្ញុំប្រើពាក្យអកតេហ្នឹងមិនមែននៅក្នុងន័យអសុរោះទេណាអកតេហ្នឹងខ្ញុំចង់និយាយអំពីភាពលំអៀងអកតេមាន4បងប្អូនគឺអកតេមួយគេហៅភយាកតេគឺការលំអៀងដោយភ័យខ្លាចអំណាចបុណ្យគេធ្វើបាបតែអញ្ចឹងចេះតែបាទអ៊ំបាទលោកល្អអញ្ចឹងទៅប៉ុន្តែនៅក្នុងបេះដូងហ្នឹងអត់អញ្ចឹងទេហើយទៅអញ្ចឹងទៅចេះតែអញ្ចឹងរហូតអាហ្នឹងគឺយើងបាត់ពលឹងហ៎បងប្អូនហើយដល់ពេលអញ្ចឹងទៅសហគមន៍អន្តរជាតិគេមើលមកយើងថាជាតិយើងគឺអាក្រក់ខ្ញុំអត់បានថាទេបងប្អូនហើយកុំមកស្អីណាមួងណារ៉េតហ្នឹងមកនិយាយមូលបកាច់ខ្មែរស្អីណាដែលគេនេះនឹងនិយាយប្រខូចអត់សោះខ្ញុំជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងដូចមហាសមុទ្រប៉ាស៊ីហ្វិកអញ្ចឹងបងប្អូនទឹកមួយដំណក់របស់មួងណារ៉េតយកទៅបតក់នៅក្នុងហ្នឹងវាអត់បន្សាបទឹកសមុទ្រហ្នឹងបានទេព្រោះមហាសាគរប៉ាស៊ីហ្វិកនេះគេមើលមកកម្ពុជាគេឃើញទង្វើរបស់ថ្នាក់ដឹកនាំយើងធ្វើនេះបងប្អូនតកាយស្អីកើតប្រព័ន្ធផ្សព្វផ្សាយគេជុំវិញពិភពលោកទាំងថៃទាំងអីគឺគេនិយាយអញ្ចឹងគ្រប់គ្នាហើយប្រព័ន្ធផ្សព្វផ្សាយយើងជាប្រព័ន្ធផ្សព្វផ្សាយពិធីសារទៀតអត់អ្នកណាស្ដាប់យើងទៀតអកុសលណាយើងអត់មានអញ្ចឹងបានថាយើងតាមពិតកម្ពុជាដើម្បីកែស្ថានភាពហ្នឹងអត់ត្រូវការធ្វើអីច្រើនលើសក្រៅតែពីរក្សាការពារជំហរបូរណភាពដែនដីរបស់យើងត្រៀមតែប្តឹងរឿងហ្នឹងទៅ ICJ បានណាហើយចាំតែទប់ថៃទៅបានណាថៃធ្វើអីយើងទប់ហ្នឹងតែគុំទៅថែមអ្វីដែលមិនចាំបាច់ខ្ញុំជឿថាជាការមិនចាំបាច់ទេថៃអត់ទាន់បិទបន្លែបកាអីយើងបិទបន្លែបកាហើយយើងទៅចោទគេថារំលោភសិទ្ធិមនុស្សតែយើងបិទបន្លែបកាថៃគេអត់ទាន់ធ្វើអីគ្រាន់តែនិយាយពីរឿងស្អីប្រឡយពីអីឯណាក្រុមប្រឆាំងយើងទៅបិទសាំងថៃគេអត់ទាន់បានបិទអ៊ីនធឺណិតឬក៏ប្រព័ន្ធទឹកភ្លើងឬក៏ប្រព័ន្ធសេវាស្អីនេះទៅយើងដឹងគឺគេនិយាយជជែកគ្នាសោះនិយាយទៅយើងទៅលួចស្ដាប់គេហើយយើងយកមកធ្វើតាមយើងថាយើងប្រកែយើងថាយើងដើរមុនថៃរហូតអត់ឲ្យណែឯងធ្វើអីទាន់យើងទេគឺណែឯងគិតគាត់ណែឯងមិនទាន់ដើរមកជំហានហ្នឹងកម្ពុជាដើរ10ជំហានទៅណែឯងមុននេះយើងនាំគ្នាសរសើរថ្នាក់ដឹកនាំយើងថាប្រកែអញ្ចឹងវិញណាប៉ុន្តែហេតុអីបានជាយើងធ្វើឲ្យខូចបើចាំឲ្យគេធ្វើមកគេខុសបាត់អីមិនអញ្ចឹងដល់ពេលយើងធ្វើវាទៅជាខូចការយើងទៅវិញយើងប្រកែមែនយើងដឹងថាអូតិចទៀតគេបិទតិចទៀតគេកាត់អាសាំងហ្នឹងឯងព្រោះសាំងគេនាំមកច្រើនដែរហើយតិចទៀតគេបិទនេះបិទនោះហើយព្រោះយើងពឹងលើអ៊ីនធឺណិតឬភ្លើងរបស់គេដែរទូប្រព័ន្ធទូរស័ព្ទនៅទល់ដែរយើងចាប់ផ្ដើមធ្វើមុនរហូតហើយទៅយើងគិតថាយើងដឹងមុនគូសដៅមុនមិនមែនអញ្ចឹងទេបងប្អូនមិនមែនអញ្ចឹងទេរឿងយើងធ្វើមុននេះគឺជារឿងយើងហុចដងដាវឲ្យគេទេហើយអ្នកណាអ្នកខាតទាំងសងខាងខ្ញុំបញ្យល់បន្តិចទៀតខ្ញុំបញ្យល់ថាអ្នកណាអ្នកខាតហើយថៃខាតច្រើនជាងមែនហើយប៉ុន្តែសេដ្ឋកិច្ចថៃគេធំណាស់បងប្អូនកុំមានមោទនភាពខ្លាំងពេករហូតដល់តែខ្លួនឯងនាំគ្នាឡើងថាដូចថាវាលើកអង្គុយលើចង្អេលើកខ្លួនឯងដល់ពេលយើងចាប់ផ្ដើមអត់មានអីសោះហើយយើងចាប់ផ្ដើមនាំគ្នាលើកខ្លួនឯងខ្ពស់ពេកទេបងប្អូនប្រហោងធ្លុងតែម្ដងគឺដូចស្គរអញ្ចឹងហើយកុំអួតខ្លួនឯងខ្លាំងពេកយើងមានមោទនភាពជាជាតិសាសន៍ខ្មែរអស្ចារ្យណាស់មិនចាំបាច់ទៅអួតរឿងហ្នឹងទេប្រាសាទអង្គរខ្មែរដ៏ល្អបវរលើលោកគ្មានអ្នកណាម្នាក់លួចតម្លៃនេះបានទេគឺជាគេមរតកដូនតាបន្សល់ឲ្យខ្មែរដែលអ្នកណាក៏ស្គាល់នៅលើពិភពលោកដែរថាខ្មែរអស្ចារ្យស្នាមញញឹមខ្មែរជាជាតិសាសន៍មួយដ៏រុះរាយរាក់ទាក់ពិភពលោកណាក៏ស្គាល់ដែរថាកម្ពុជាជាប្រជាពលរដ្ឋរុះរាយរាក់ទាក់
គួសមគួឲ្យស្រឡាញ់គួឲ្យរាប់អានភ្ញៀវណាមកស្រុកខ្មែរក៏គេនិយាយចឹងដែរអត់អាចលួចអាហ្នឹងពីដួងព្រលឹងខ្មែរបានទេព្រោះអានេះជាគុណតម្លៃរបស់ខ្មែរហាក់ចាំបាច់ទៅធ្វើឲ្យអាប់អន់នៅវាទេអានេះគឺជាតម្លៃល្អពីធម្មជាតិរបស់ខ្មែរហើយតាវប្បធម៌សិល្បៈអរិយធម៌ដ៏រុងរឿងរបស់ខ្មែរអត់លលាយទៅណាទេពួកខ្មែរប្រឹងការពារគ្រប់គ្នាតាវាអត់មានអីត្រូវភ័យបារម្ភខ្លាំងពេកយើងការពារកុំឲ្យបរទេសវាជ្រៀតចូលមកចេះអប់រំក្មេងគេប៉ុន្តែអាគុណតម្លៃនេះគឺវានៅក្នុងដួងព្រលឹងខ្មែរគ្រប់គ្នាគេនៅជួយថែរក្សានៅអីអញ្ចឹងឲ្យតម្លៃអសរសាស្ត្រជាតិខ្មែរតម្លៃអីនេះគឺយើងមានទាំងអស់អត់មានទៅណាទេបងប្អូនតម្លៃនេះគឺយើងកាត់ថ្លៃមិនបានទេនេះហើយគឺជាខ្មែរទឹកដីយើងក៏អស្ចារ្យប្រាង្គប្រាសាទយើងមានគ្រប់ទីកន្លែងនិយាយទៅគឺជាជាតិសាសន៍ថ្លៃថ្នូរតាំងពីបរមកាលបបុរាណកាលមកបងប្អូននេះគឺជាគេដំណើររបស់ខ្មែរហេតុអីបានជាយើងចាំបាច់ទៅប្រាប់គេអីទៀតលើសហ្នឹងឲ្យអស្ចារ្យអីទៀតវាអត់មានអស្ចារ្យអីទេនៅក្នុងការធ្វើសឹកសង្គ្រាមគឺវាមានល្បិចល្បែងជាលបោយអីអញ្ចឹងប៉ុន្តែនៅពេលនេះសង្គ្រាមអត់ដូចសម័យលង្វែកទេបងប្អូនសង្គ្រាមសម័យនេះគឺសង្គ្រាមសម័យ Facebook សម័យ AI សម័យបច្ចេកវិទ្យាដូច្នេះគេប្រើខួរក្បាលបងប្អូនគេប្រើការគិតគេអត់ប្រើល្បិចស្មោកគ្រោកដែលប្រជាពលរដ្ឋដាក់តាមរយៈរបៀបប្រៀបនាំសារ6ខែក្រោយបានដឹងព័ត៌មានទេឥឡូវរឿងអីកើតឡើងគេដឹងទាំងអស់ហ្នឹងដូច្នេះយើងធ្វើអីក៏គេអាចនឹងវាយតម្លៃភ្លាមហើយគេឃើញខូចឃើញអាក្រក់ឃើញល្អគេឃើញភ្លាមយើងទៅខែងរែងប្រាប់ថាយើងគ្រាន់បើជាងថៃវាជាភាពអស្ចារ្យរបស់យើងប៉ុន្តែយើងត្រូវចាំថាថៃប្រព្រឹត្តអាក្រក់ផ្ដេសផ្ដាស់ណាស់រឿងបិទព្រំដែននេះគឺយើងជាជនរងគ្រោះអាហ្នឹងយើងឈ្នះគេហើយតែហេតុអីបានជាយើងចាំបាច់ធ្វើថែមទៅលើនឹងទៅអីដើម្បីឲ្យសាបអានឹងទៅហើយបងប្អូនអូយតើសើណាថ្នាក់ដឹកនាំយើងធ្វើត្រូវណាស់លោកអើយឃើញទេគ្មាននរណាបកាយជាងថ្នាក់ដឹកនាំរបស់យើងទេឥឡូវឃើញទេតកូលថាក់ស៊ីនក៏លលាយប្រទេសថៃនឹងបោកច្បល់នេះជាការពិតហើយយើងឆ្លោះគ្នាជាមួយថៃរឿងព្រំដែនគេលលាយប៉ុន្តែទៅពេលគេលលាយយើងវាមានបានផលអីបងប្អូនដំណោះស្រាយអត់ទាន់មានផងហ្នឹងយើងគិតថារដ្ឋាភិបាលថ្មីនឹងអាចមានដំណោះស្រាយមែនមិនអញ្ចឹងណាជាការស្រមៃដែរគាត់ថាអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើសប្ងាយមិនមែនជាការធ្វើដើម្បីបញ្ជាក់អំពីភាពខ្លាំងរបស់ជាតិទេជាការធ្វើដើម្បីលួងប្រជាពលរដ្ឋលួងចិត្តប្រជាពលរដ្ឋឲ្យដឹងថាថ្នាក់ដឹកនាំរបស់យើងមានឥទ្ធិពលជារបៀបក្រុមដឹកនាំរបៀបមានឥទ្ធិពលប៉ុន្តែឲ្យជាតិយើងខែងរែងក្នុងនាមជាជាតិដែលមានសេចក្តីថ្លៃថ្នូរមានវិជ្ជាជីវៈមានអីហ្នឹងណាខ្ញុំជឿថាយើងទៅមានផ្លូវវែងឆ្ងាយទៀតណាស់ដែលត្រូវដើរហើយបើសិនជាយើងនៅបន្តធ្វើដូច្នេះគឺយើងលំបាកហើយដូចខ្ញុំនិយាយចឹងដើម្បីឲ្យផ្សះផ្សាជាតិតតែដោះលែងសកម្មជននយោបាយអស់ឥឡូវយើងអត់ដោះលែងសកម្មជននយោបាយផងយើងចាប់ផ្ដើមធ្វើច្បាប់សញ្ជាតិដកសញ្ជាតិខ្មែរគ្នាឯងទៀតថៃឯនោះវិញគេចាប់ផ្ដើមប្រាប់ទៅបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចឬអីនៅតំបន់ព្រៃភ្នំថាឥឡូវដូចបឋមឋាននិយាយថ្ងៃមុនបើចង់ចូលសញ្ជាតិថៃសម្រាប់បងប្អូនដែលគ្មានរដ្ឋគ្មានអីតែជាជនជាតិដើមដែលរស់នៅលើទឹកដីថៃហ្នឹងតែ5ថ្ងៃទេធ្វើបានហើយសញ្ជាតិហ្នឹងគេចេញឲ្យអីចឹងទៅឃើញគេធ្វើដូចថាជាតិគេហ្នឹងគឺថាវាបែកខ្ញែកគ្នាមែនតើក៏ប៉ុន្តែវាទៅជាធ្វើផ្ទុយជាមួយជាតិយើងដែលមានសាមគ្គីហ្នឹងវាទៅជាបំផ្លាញគ្នាឯងទៅវិញខ្ញុំពងអត់យល់ដែរឥឡូវនិយាយរឿងមួយទៀតតកតងនឹងរឿងស្អីគេខ្លះដែលគេទៀមទានៅពេលគេការតវ៉ាហើយយើងឃើញអំពីភាពដោះស្រាយបញ្ហារបស់ថៃហើយយើងមើលបទពិសោធន៍គេម្ដងទៀតបងប្អូនផៃថងថៃផៃថងឋានកំពុងតែប្រយុទ្ធក្នុងសមរភូមិ1ទល់3បងប្អូនយកទៅពិចារណាខ្លួនឯងទៅ1ទល់4ផង1ទល់ជាមួយនឹងលោកហ៊ុនសែន1ទល់ជាមួយនឹងលោកហ៊ុនម៉ាណែត1ទល់ជាមួយនឹងទាហានរបស់ថៃហើយ1ទល់ជាមួយក្រុមប្រឆាំងថៃគ្រប់និន្នាការនយោបាយដើម្បីតែស្រោចមកលើគាត់តែម្នាក់ឯងហើយឥឡូវគាត់ដោះស្រាយតែម្នាក់ឯងខ្ញុំថានេះគឺជាឱកាសដែលយើងមើលថានរណាខ្លាំងនរណាបកាយហើយបៃថងឋានអត់រួចខ្លួនពីការទម្លាក់ចេញពីតំណែងទេដោយសារអីម្សិលមួយថ្ងៃនេះមានអង្គការមួយឈ្មោះថា NIDA ជាអង្គការក្រៅរដ្ឋាភិបាលរបស់ថៃគេហៅស្អីរដ្ឋបាលវិជាស្ថានជាតិសម្រាប់ការអភិវឌ្ឍរដ្ឋបាលគេហៅជាភាសាអង់គ្លេស The National Institute of Development Administration ហៅកាត់ថា NIDA មិនមែន NIDA របស់ជប៉ុននោះទេអានេះគឺជា NIDA ផ្សេងរបស់ថៃគេធ្វើ survey ទៅគេឃើញអំពីប្រជាប្រិយរបស់អ្នកស្រីបថងឋាននឹងចុះខ្លាំងមែនតើហើយយើងអត់ចាំបាច់យើងអញ្ចឹងមិនថាហើយគេចុះខ្លាំងដោយសារអីទេបងប្អូនគឺចុះខ្លាំងដោយសារតែសារខ្សែអាត់បែកធ្លាយរវាងបៃថងឋាននិងលោកហ៊ុនសែនអាការធ្វើការស្ទង់មតិហ្នឹងគឺធ្វើឲ្យប្រជាពលរដ្ឋថៃចាប់ផ្ដើមគិតថាបៃថងឋានហ្នឹងគេលែងទុកចិត្តលែងអីគឺដោយសារអីដោយសារតែការចាក់ពីខាងភាគីកម្ពុជាទៅក្នុងការប្រឡែងការជជែកគ្នាដោយសម្ងាត់រវាងឯកជនរវាងបៃថងឋាននិងលោកហ៊ុនសែនអញ្ចឹងបានន័យថាយ៉ាងម៉េចសហគមន៍អន្តរជាតិគេមើលមកថាមែនតែនបៃថងឋានអត់មានបញ្ហាអីសោះនៅក្នុងការគ្រប់គ្រងប្រទេសពីដើមមកគឺប្រជាប្រិយរបស់គាត់30.9%ណាបងប្អូន
គេហៅភាសាអង់គ្លេសគេហៅ approval rating approval rating ហ្នឹងបានន័យថាគឺជាតួលេខដែលប្រជាពលរដ្ឋជាទូទៅគឺពេញចិត្តឯកភាពថាគាត់មានប្រជាប្រិយប៉ុណ្ណាជាទូទាំងប្រទេសប៉ុន្តែ survey នេះគេធ្វើតែ2000នាក់ទេនៅក្នុងNIDAធ្វើហ្នឹងតែចម្រុះមនុស្សគ្រប់ជាតិគ្រប់អាយុគ្រប់អីខុសគ្នាអញ្ចឹងតាមស្ថាប័នខុសគ្នាហើយឃើញប្រជាប្រិយរបស់អ្នកស្រីបេថងឋានធ្លាក់ចុះរហូតនៅត្រឹមតែ 9.20% ទេបងប្អូនពី30មកដោយសារតែខ្សែអត្តសម្លេងទេដូច្នេះសហគមន៍អន្តរជាតិគេមើលទៅការស្ទង់មតិហ្នឹងគេថាប្រជាពលរដ្ឋថៃចាប់ផ្ដើមស្អប់អ្នកស្រីបេថងឋានក៏ដោយសារតែទំនាក់ទំនងគាត់ជាមួយនឹងលោកហ៊ុនសែនហើយនឹងការតែបែកធ្លាយហ្នឹងតាមិនមែនដោយសារការដឹកនាំប្រទេសរបស់គាត់ពីមុនមកទេរឿងគឺអញ្ចឹងហើយដល់ពេលអញ្ចឹងខាងណៃដាហ្នឹងក៏គាត់ធ្វើ survey មួយទៀតsurvey ម្ដងនេះគឺនិយាយអំពីថាតើនាយករដ្ឋមន្ត្រីថ្មីគួរតែជាអ្នកណានៅក្នុងស្ថានភាពដែលកំពុងតែដាបនៅក្នុងប្រទេសថៃហ្នឹងចង់សួរប្រជាពលរដ្ឋថៃមើលថាចង់ឲ្យបៃថងឋាននៅកាន់ជានាយករដ្ឋមន្ត្រីបានតទៅទៀតដែរឬទេបងប្អូននៅក្នុងការស្ទង់មតិនេះគឺបៃថងឋានពុំមានឈ្មោះនៅក្នុងការដែលប្រជាពលរដ្ឋថៃចង់ឲ្យខ្លាយជានាយករដ្ឋមន្ត្រីបន្តទៀតទេហើយបងប្អូនដឹងថាអ្នកណាគេដែលប្រជាពលរដ្ឋថៃចង់ឲ្យខ្លាយជានាយករដ្ឋមន្ត្រីបន្តទេបាទសម្លេងបាន 31.48% ដែលគេចង់ឲ្យខ្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់ជំនួសឲ្យអ្នកស្រីបេថងឋានគឺលោកណដ្ឋភងរឿងបញ្ញវុត្តណដ្ឋភងរឿងបញ្ញវុត្តនេះគឺជាប្រធានគណៈបកប្រជាជនរបស់ថៃហើយបងប្អូនដឹងថាគណៈបកប្រជាជនរបស់ថៃនេះគឺជាគណៈបកគេហៅថាចម្រើននិយមថ្មីចំនួនក្រោយដែលដូចថាមានគំនិតច្នៃប្រឌិតនិងទំនើបជាក្មេងៗគឺថានេះអ្នកដែលមានកំណត់ច្នៃប្រឌិតហ្នឹងគឺអត់អភិរក្សនិយមអត់អីទេហើយគាត់មែនតើគឺមានជាប់តំណែងតំណងជាមួយនឹងគណៈបកឈ្មោះទៅមុខបងប្អូនដឹងហើយគណៈបកឈ្មោះទៅមុខដែលគេហៅmove forward party ដែលមានប្រជាប្រិយខ្លាំងពេកត្រូវបានតុលាការថៃនឹងរំលាយដោយគណៈបកសង្គ្រោះជាតិចឹងរំលាយទៅក៏គេចាប់ផ្ដើមឲ្យលោកនេះណដ្ឋភងរឿងបញ្ញវុត្តហ្នឹងធ្វើជាមេដឹកនាំបន្តពីគណៈបកចង់និយាយគណៈបកដែលរំលាយហ្នឹងគឺរចនាសម្ព័ន្ធបិទរំលាយតែគណៈបកតែរចនាសម្ព័ន្ធគេហ្នឹងនៅឯប៉ុន្តែឥឡូវនេះគេបើកគណៈបកមួយថ្មីហ្នឹងឈ្មោះថាគណៈបកប្រជាជនដែលមានណដ្ឋភងរឿងបញ្ញវុត្តហ្នឹងជាអ្នកដឹកនាំហើយប្រជាប្រដ្ឋថៃគឺទុកចិត្តថាអាចជាអ្នកដែលឡើងមកជំនួសអ្នកស្រីបេថងឋាននឹងបានដល់ទៅ 31.48% បន្ទាប់មកទៀតគឺប្រជាពលរដ្ឋថៃស្ទើរតែ 20% គឺថាអត់មានជឿថាមានអ្នកណាសមនឹងជានាយករដ្ឋមន្ត្រីថ្មីសោះជិត 20% មិនធម្មតាទេណាគឺថាអ្នកណាក៏អត់គ្រាន់ជាងអ្នកណាដែរហើយចុងក្រោយគឺបានលេខ3ទៅលើលោកប្រយុទ្ធច័ន្ទអូចាដែលជាអតីតមេទ័ពដែលធ្លាប់ធ្វើរដ្ឋប្រហារកាន់ប្រទេសថៃបាន 12.72% ប៉ុន្តែបើយើងមើលទៅសន្ទុះនៃការគ្រប់គ្រងគឺបានទៅលើណដ្ឋភងរឿងបញ្ញវុត្តហ្នឹងដែលជាប្រធានគណៈបកប្រជាជននឹងច្រើនមែនតើដូច្នេះរឿងនេះគឺជាការធ្វើការស្ទង់មតិថាតើអាចនឹងមានការបោះឆ្នោតថ្មីឬក៏យ៉ាងម៉េចព្រោះអីការតវ៉ាកាលពីថ្ងៃទី28ខែមិថុនាហ្នឹងគឺខាងពួកប្រឆាំងគេតវ៉ាទាមទារឲ្យអ្នកស្រីបេថងឋានចុះចេញពីតំណែងទី1ទី2គឺឲ្យដោះរុះរើរដ្ឋាភិបាលចម្រុះដែលមានគណៈបកផ្សេងចូលរួមហ្នឹងហើយបេថងឋានដោយសារតែគណៈបកមួយដែលជាគណៈបកនៅក្នុងរដ្ឋាភិបាលចម្រុះដកសមាជិកសភាគាត់ហើយនឹងក្រុមការងារគាត់ដល់69អ្នកចេញមកហ្នឹងចឹងវាធ្វើឲ្យគូរំរបស់គណៈបកភឿថៃរបស់ថៃហ្នឹងកំពុងតែស្ដួយទៅមិនទាន់ខ្វះទេក៏ប៉ុន្តែបើមានគណៈបកនយោបាយនៅក្នុងសម្ព័ន្ធភាពណាមួយដកមកទៀតគឺគាត់ខ្វះគូរំហើយតែពេលខ្វះគឺត្រូវតែរំលាយរចនាសម្ព័ន្ធបោះឆ្នោតសារថ្មីបងប្អូនប៉ុន្តែឥឡូវអត់មានគណៈបកនយោបាយណាមួយដែលប្រកាសដកខ្លួនទៀតទេគ្រាន់តែថាបាតកម្មហ្នឹងចង់ឲ្យគណៈបកនយោបាយដទៃទៀតហ្នឹងដកខ្លួនចេញមកគំនៅដើម្បីធ្វើឲ្យរដ្ឋាភិបាលនេះបាត់គូរំហើយត្រូវតែរៀបចំបោះឆ្នោតសារថ្មីឬរដ្ឋាភិបាលសារថ្មីអញ្ចឹងណាប៉ុន្តែរឿងដែលសំខាន់នៅក្នុងបាតកម្មម្សិលថ្ងៃ28ហ្នឹងគឺចេះបងប្អូនមានលោកសន្ធិបាទលោកសន្ធិលឹមថោងគុលហ្នឹងបងប្អូនដឹងស្គាល់តាមពិតខ្ញុំដូចជាបង្ហាញឈ្មោះបងប្អូនច្រើនពេកពេលខ្លះក៏អាចច្រឡំបល់ដែរខ្មែរយើងចាំឈ្មោះមិនចង់អស់ផងចុះហ្មងតែចាំថៃហើយនៅរឿងអ៊ីរ៉ង់នៅរឿងអ៊ីស្រាអែលហើយនៅរឿងអាមេរិកអីហ្នឹងទៀតគឺថាអូយច្រើនណាស់បងប្អូនប៉ុន្តែឥឡូវសាកជួយចាំទាំងអស់គ្នាទៅគឺលោកសន្ធិលឹមថងគុលដែលជាប្រធានរបស់សម្ព័ន្ធពលរដ្ឋដើម្បីប្រជាធិបតេយ្យយើងហៅកាត់ថាជាភាសាអង់គ្លេសថា PAD ហើយបើស្រួលយល់គឺក្រុមអាវលឿងបងប្អូនទាំងបើអាវលឿងអញ្ចឹងស្រួលចាំគឺលោកសន្ធិលឹមថងគុលហ្នឹងគឺជាអតីតទេកាលពីមុនគាត់ជាមេដឹកនាំរបស់ក្រុមអាវលឿងទៅធ្វើបាតកម្មប្រឆាំងរាប់ភ្លេចហើយប៉ុន្តែឥឡូវគាត់ឡើងធ្វើជាប្រធានគាត់ជាអតីតនៃប្រធានក្រុម PAD និងក្រុមសម្ព័ន្ធពលរដ្ឋដើម្បីប្រជាធិបតេយ្យក្រុមអាវលឿងហ្នឹងដែលតឲ្យលោក
សិទ្ធិលឹមថោងគល់នេះគឺជាគេហៅថាសកម្មជនសើរើនិយមផ្នែកខាងប្រជាធិបតេយ្យគាត់និយាយទៅគឺថាដូចដាក់ក្តាមដាក់ចាប់ដាក់ចង្អេអញ្ចឹងគឺថាគំនិតរបស់គាត់ហ្នឹងរវើរវាយស្រេចតែគាត់ថាប៉ុន្តែគេស្ដាប់ពិបាកមែនតើដោយសារក្រុមអាវលឿងហ្នឹងតែគាត់និយាយអីគេស្ដាប់ហើយគេនិយាយអីគេស្ដាប់ហ្នឹងគាត់និយាយថាម៉េចទេបងប្អូននៅថ្ងៃធ្វើបាតកម្មហ្នឹងគាត់និយាយថាបើគាត់ឡើងកាន់អំណាចគឺគាត់នឹងយកខេត្តបាត់ដំបងព្រះវិហារស៊ីសុផុនឲ្យខាំងតែបានមកវិញដោយទាំងកោះកងដោយទាំងអីមកកណោទៀតហើយគាត់ថានឹងបីចូលយកដល់ទីក្រុងភ្នំពេញយកដល់បេះដូងរូងយកប្រមាត់យើងឯណានោះតាំងនិយាយថាកាយទៅដល់ទីក្រុងភ្នំពេញហើយពេលដែលខ្ញុំស្ដាប់ខ្ញុំចង់ទៅសើចទេបងប្អូនខ្លះស្ដាប់ទៅដូចជាយកចិត្តទុកដាក់លោកសិទ្ធិលឹមថោងគល់នឹងដូចជាយកចិត្តទុកដាក់ឲ្យតម្លៃគាត់ពេកបើទៅថាពួកអាវលឿងអីហ្នឹងគេស្ដាប់មកហ្នឹងគឺថាគេនិយាយមានអ្នកស្ដាប់ច្រើនអញ្ចឹងយើងគួរយកចិត្តទុកដាក់អត់ទេបងប្អូនភាសារវើរវាយបែបផ្ដេសផ្ដាស់នេះណាកុំឲ្យតម្លៃឲ្យសោះហើយកុំទៅចាប់ទោសអូសដំណើរអីបុគ្គលឈ្មោះសុនធិលឹមថោងគល់គាត់ចាស់ហើយតាមពិតទៅខ្ញុំស្ទើរតែហៅអ៊ំហើយព្រោះចាស់ណាស់ចាស់ភាសាគ្រប់យ៉ាងប៉ុន្តែភាសារបស់គាត់លើកឡើងមកនេះគឺអត់បានប្រយោជន៍អីនៅក្នុងការដោះស្រាយបញ្ហាហើយបញ្ឆេះភ្លើងឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ហើយបំបាក់គេឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ថៃនេះទៅវិញទេថាហេតុអីបានជាអ្នកផ្ដេសផ្ដាស់ដូច្នេះរឿងថៃនេះណាគឺជាអ្នកដែលបំពេញមកលួចមកយករបស់ពីកម្ពុជានឹងតាំងពីដើមរៀងមកនៅក្នុងប្រវត្តិសាស្ត្រណាក៏គេចាច្បាស់ដែរហេតុអីបានជាគាត់ប្រើឱកាសនឹងដើម្បីធ្វើឲ្យថៃគេចាត់ទុកថាជាជនជាតិផ្ដេសផ្ដាស់ទៅវិញខ្ញុំកំពុងតែឆ្ងល់ប៉ុន្តែបងប្អូនបើគាត់ផ្ដេសផ្ដាស់យើងកុំផ្ដេសផ្ដាស់តាមគាត់ទុកឲ្យគាត់ផ្ដេសផ្ដាស់តែឯងទៅតិចកំ pl ាយប្រមាញថាកុំភ្លើមួយអញណាសុំទោសខ្ញុំប្រើពាក្យរៀងធ្ងន់បន្តិចហើយអសរោះបន្តិចហើយប៉ុន្តែបើមិនប្រើពាក្យហ្នឹងទេវាមិនព្រោះដោយអ្វីដែលជាពាក្យដែលលោកព្រំម៉ាញ់គាត់និយាយកំ pl ាយហ្នឹងណាថាកុំភ្លើមួយអញទុកអញភ្លឺតែអញបានហើយនៅក្នុងនេះគឺចង់និយាយថាបើគាត់មានភាពផ្ដេសផ្ដាស់ដូច្នេះយើងកុំទៅផ្ដេសផ្ដាស់ដោយគាត់ប៉ុន្តែឆ្លៀតឱកាសហ្នឹងគឺយើងពន្យល់ទៅគាត់វិញហើយកុំទៅឌៀលជេរគាត់ថាមនុស្សថោកមនុស្សចោលមនុស្សអីហ្នឹងគឺថាវាអត់បានប្រយោជន៍អីទេបងប្អូនព្រោះដោយសារហេតុអីអានេះគឺជាសារនយោបាយបែបរវើរវាយតើយើងទៅជឿលើសារនយោបាយបែបរវើរវាយហ្នឹងហើយឧទាហរណ៍ដូចរឿងនាងផ្កាយព្រឹកអីស៊ីវណ្ណាន់ខុងយីងកាលពីឆ្នាំ2003មកនិយាយពីរឿងអង្គរវត្តជារបស់ថៃថាបើចង់ឲ្យនាងមកលេងស្រុកខ្មែរតតែឲ្យអង្គរទៅនាងវិញអីណានោះហើយនាំគ្នាទៅដុតទូតថៃរឿងនេះគឺជារឿងចូលនយោបាយកលល្បិចចាញ់បោកនៅក្នុងការប្រើនយោបាយកក្រិចឲ្យយើងចូលនៅក្នុងអន្ទាក់នៃភាពកក្រិចរបស់គេហើយយើងស្អាតស្អំយើងខ្លាយទៅជាអ្នកប្រឡាក់ផុកគេណាបងប្អូនកុំប្រឡាក់ផុកឲ្យសោះប្រវត្តិសាស្ត្រចែងមកយ៉ាងច្បាស់ថាទឹកដីទាំងអស់សូម្បីតែអយុធ្យាដល់កណ្ដាលក្រុងបាងកកហ្នឹងគឺជារបស់ខ្មែរទេតើយើងមានតែបានទៀមមកវិញឯណាក៏ប៉ុន្តែថៃធ្លាប់យកទៅដល់ហ្នឹងហើយទៅយកមកឲ្យខ្មែរវិញហ្នឹងគឺជារបស់ដែលយើងយកពីខ្មែរទៅតាអត់មានមកស្ដាយសំណោះអីមកចង់យកអីរបស់លួចគេសោះរួចទៅដល់ពេលហើយយកមកឲ្យម្ចាស់ដើមស្របច្បាប់ពេលដែលប៉ូលីសគេប្តឹងមកថាហ្នឹងលួចទៅអត់មានអៀនខ្មាស់សុំទោសខ្ញុំលពឹសដៃអីអញ្ចឹងហើយជីទង្វើដែលខ្ញុំគ្មានមោទនភាពទេសុំខន្តីអភ័យទោសឲ្យខ្ញុំថ្ងៃក្រោយខ្ញុំរៀងចាគួរតែពាក្យអញ្ចឹងហើយបាយទៅជាគេកាត់ក្តីកាត់អីមកឲ្យអស់ហើយយកឲ្យម្ចាស់ដើមស្របច្បាប់ហើយយើងមកប្រកាសថាចង់យកមកវិញហើយបងប្អូនទៅតតាំងទៅអីបើមនុស្សដែលអាចនិយាយអញ្ចឹងបានមានតែមនុស្សមានសតិមិននឹងណទេដែលអាចនិយាយអញ្ចឹងបានហើយចុះបើយើងនាំគ្នាទៅតបអ្នកដែលមានសតិមិននឹងណបានន័យថាយើងសតិយ៉ាងម៉េចដែរចុះយើងត្រូវបញ្យល់ទៅវិញថាអញ្ចេះទឹកដីទាំងអស់ហ្នឹងគឺវាមានចែងនៅក្នុងសន្ធិសញ្ញាបារាំងសៀមហើយរឿងទាំងអស់នេះគឺរឿងមានចែងតាំងពីឆ្នាំ1904 1907បងប្អូនហេតុអីបានជាយើងទៅជជែករឿងនឹងអត់ប្រយោជន៍បានហើយធីបលោកសិទ្ធិលឹមថោងគល់នឹងចោលចោះពួកគាត់ជាអ្នកនយោបាយរបៀបលវើលវាយដូចតែអ្នកជឿលើព្រំលើស្អីខ្យល់គួចខ្យល់ផាត់អីនោះដែរលិចទឹកលិចអីនៅភ្នំកលែននោះដែរទេដូច្នេះយើងទៅយកចិត្តទុកដាក់ទៅធ្វើបាបគាត់ធ្វើអីយើងនិយាយបញ្យលវិញបញ្យលប្រជាពលរដ្ឋថាតាមពិតរឿងវិញចេះទៅហើយកុំទៅតតាំងអីបានប្រយោជន៍ខាត់ពេលណាបងប្អូនខាត់ពេលណាហើយខ្ញុំនិយាយនេះបងប្អូនថាចាប់បើខាត់ពេលហើយអីមួងណារ៉េតយកអាហ្នឹងមកនិយាយនោះខ្ញុំនិយាយចង់ជម្រាបជូនបងប្អូនថាកុំឲ្យខាត់ពេលយើងនិយាយបញ្យលថារឿងមានច្រើនមកកណក៏ដឹកហេតុអីបានជាយើងទៅរវល់រឿងហ្នឹងហើយថ្នាក់ដឹកនាំកម្ពុជានឹងទៀតសោតគុំចំណាយពេលវេលាអត់ប្រយោជន៍រឿងហ្នឹងគ្មានអ្នកណាមកយកបាត់ដំបងគ្មានអ្នកណាមកយកស៊ីសុផុនសៀមរាបយើងបានទេយើងមើលសំបីតែតំបន់នៅមុំបីប្រាសាទតាមាន់ប្រាសាទអីហ្នឹងយើងនៅក្បែរគ្នាប៉ុណ្ណឹងយើងដោះស្រាយជជែកគ្នារហូតចង់ប្តឹងផ្ដាល់ទៅដល់ណាទៀតហើយចុះតែមករកអីមកយកដីខ្មែរអីមកដល់សៀមរាបបាត់ដំបងរឿងអង្គរវត្តជាបេតិកភណ្ឌពិភពលោកគេចាមកថាអង្គរវត្តនៅណាក្នុងទឹកដីកម្ពុជាអញ្ចឹង